បងថ្ងៃនេះខ្ញុំមកស្ងោរស្ពៃជាមួយនឹងប្រហិតថៃឆ្លាតដែលជាដំបូងគឺខ្ញុំមានថៃឆ្លាតហើយខ្ញុំមកធ្វើការហាន់ស្លឹកខ្ទឹមខ្ញុំហាន់ស្លឹកខ្ទឹមនេះគឺដើម្បីដាក់នៅក្នុងសាច់ត្រីឆ្លាតរបស់យើងឥឡូវនេះខ្ញុំហាន់រួចរាល់ហើយខ្ញុំដាក់គ្រឿងផ្សំចូលដោយខ្ញុំដាក់រ៉ូឌីខ្ញុំដាក់ម្រេចដោយសារគ្រឿងផ្សំទាំងអស់ហ្នឹងជួយឲ្យសាច់ត្រីឆ្លាតរបស់យើងពេលដែលដាក់នៅក្នុងស្លទៅគឺវាអត់ធំក្លិនឆ្អាបក្រោយពីខ្ញុំច្បល់ចុះច្បល់ឡើងបានបន្តិចទៅឃើញថាសាច់ត្រីឆ្លាតរបស់យើងគឺវារមួតចូលគ្នាល្អហើយបន្តមកទៀតខ្ញុំធ្វើការមូរវាជាដុំទូចៗបែបនេះការដែលខ្ញុំធ្វើបែបនេះគឺងាយស្រួលនៅពេលដែលយើងបង់វាចូលទៅក្នុងទឹកស្លរបស់យើងឥឡូវនេះខ្ញុំមូរវាជាដុំរួចរាល់ហើយខ្ញុំទុកវាមួយឡែកសិនក្រោយពីខ្ញុំមូរប្រហិតត្រីឆ្លាតរួចរាល់ឥឡូវខ្ញុំមកធ្វើការហាន់បន្លែដែលបន្លែនេះដែរគឺយើងដកមកភ្លាមដើម្បីយកមកស្លតែម្ដងឥឡូវនេះបន្លែរបស់ខ្ញុំបានហាន់រួចរាល់ហើយខ្ញុំក៏ទៅធ្វើការដាំទឹកក្រោយរងចាំទឹកប្រហែលប្រហែលនាទីមកឥឡូវទឹកពុះហើយបន្តមកគឺខ្ញុំធ្វើការដាក់ដុំស៊ុបចូលក្រោយដាក់ដុំស៊ុបរួចខ្ញុំធ្វើការកូរវាបន្តិចដើម្បីឲ្យដុំស៊ុបនោះឆាប់រលាយល្អបន្ទាប់ពីដាក់ដុំស៊ុបរួចទឹកក៏ពុះដែរចឹងខ្ញុំធ្វើការដាក់ប្រហិតត្រីឆ្លាតដែលខ្ញុំបានមូរវាជាដុំមុនហ្នឹងបងចំពោះប្រហិតត្រីឆ្លាតពេលដែលយើងមូរជាដុំទៅតូចបែបហ្នឹងឲ្យហើយទៅពេលយើងដាក់គឺយើងដាក់យកតែម្ដងហើយក្រោយពីខ្ញុំដាក់ប្រហិតត្រីឆ្លាតនឹងរួចរាល់ខ្ញុំមកធ្វើការដាក់បន្លែចូលបងហើយចំពោះបន្លែស្ពៃកញ្ញានេះដែរគឺវាឆាប់ស្អិនមែនតែនដូចនេះហើយគ្រាន់តែដាក់បន្លែចូលហើយគឺខ្ញុំធ្វើការដាក់គ្រឿងផ្សំចូលដែលគ្រឿងផ្សំហ្នឹងគឺមានទឹកត្រីស្ករប៊ីចេងហើយក៏ខ្ញុំដាក់រ៉ូឌីបន្តិចដែរហើយបន្ទាប់ពីដាក់គ្រឿងផ្សំរួចរាល់ខ្ញុំធ្វើការកូរវាបន្តិចដើម្បីគ្រឿងផ្សំទាំងអស់ហ្នឹងវាចូលជាតិបានល្អហើយជាចុងក្រោយខ្ញុំក៏ធ្វើការដាក់ម្រេចដើម្បីឲ្យស្លរបស់យើងវាកាន់តែឈ្ងុយល្អបងហើយចំពោះរសជាតិវិញគឺបងអាចដាក់គ្រឿងផ្សំតាមចំណង់ចំណូលចិត្តដែលបងចង់ញ៉ាំឬក៏បងចង់បានហើយឥឡូវនេះដែរស្លរបស់ខ្ញុំបានស្លរួចរាល់ហើយក៏សូមអរគុណបងដែលបានមើលវីដេអូរបស់ខ្ញុំមកដល់ចប់